ត្រូវចាំថានៅក្នុងជីវិតរបស់អ្នកមានមនុស្សតែម្នាក់គត់ដែលកំណត់ជោគវាសនារបស់អ្នកម្នាក់នោះគឺជាអ្នកគឺជាអ្នកកំណត់នៃជោគជតានៃជីវិតរបស់អ្នកហើយអ្នកក៏ជាមនុស្សដែលតែម្នាក់គត់ដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកមិនចាំបាច់រំពឹងថានៅថ្ងៃណាមួយអ្នកទទួលបានជោគជ័យនោះទេប៉ុន្តែអ្នកត្រូវតែប្រកាសថាសកម្មភាពរបស់អ្នកនៅក្នុងថ្ងៃនេះនឹងដឹកនាំអ្នកទៅរកភាពរីកចម្រើននៅក្នុងថ្ងៃអនាគតអ្វីក៏ដោយវាចាប់ផ្ដើមពីខ្លួនអ្នកនៅពេលដែលអ្នកចាប់ផ្ដើមផ្ដល់គុណតម្លៃឲ្យខ្លួនឯងនោះអ្វីក៏នឹងផ្ដល់ឲ្យអ្នកនៅស្ថានភាពមួយដ៏ផ្លាស់ប្ដូរយ៉ាងពិតប្រាកដភាពជោគជ័យឬក៏បរាជ័យវាមិនបានកំណត់អ្នកទៅជាមនុស្សដែលបែបផ្សេងនោះទេប៉ុន្តែអត្តចរិតនឹងកំណត់នៅជោគជ័យឬក៏បរាជ័យរបស់អ្នកបើសិនមកអ្នកមានអារម្មណ៍ថាអ្នកបាត់បង់អ្វីគ្រប់យ៉ាងនោះអ្នកកំពុងតែបានផ្ដល់ឲ្យភាពបរាជ័យកើតឡើងហើយអ្នកត្រូវតែច្បាស់ការចំពោះជីវិតរបស់អ្នកត្រូវតែច្បាស់ចំពោះសកម្មភាពរបស់អ្នកហើយអ្នកត្រូវតែផ្ដល់គុណតម្លៃឲ្យជីវិតរបស់អ្នកតាមរយៈការធ្វើសកម្មភាពដ៏ត្រឹមត្រូវប្រសិនបើអ្នកខ្ជិះខ្ជាយពេលវេលារបស់អ្នកនៅក្នុងថ្ងៃនេះនោះអនាគតរបស់អ្នកក៏នឹងខូចពេលវេលាដើម្បីសម្រេចជោគជ័យផងដែរអ្នកត្រូវតែច្បាស់លាស់អ្វីគ្រប់យ៉ាងថាអ្នកអាចធ្វើវាបានអ្នកអាចសម្រេចវាបានហើយអ្នកត្រូវតែធ្វើវានៅក្នុងថ្ងៃនេះពេលវេលាឥឡូវនេះគឺជាការចាប់ផ្ដើមដ៏ល្អបំផុតសម្រាប់ភាពជោគជ័យនាពេលអនាគតអ្នកអាចធ្វើបានប៉ុន្តែអ្នកត្រូវតែជឿជាក់លើខ្លួនអ្នកមិនត្រូវឲ្យអ្នកដទៃមករងចាំឬក៏មកលើកទឹកចិត្តអ្នកថាអ្នកអាចធ្វើបាននោះទេប៉ុន្តែនៅក្នុងចិត្តរបស់អ្នកត្រូវតែជឿជាក់លើខ្លួនឯងថាអ្នកអាចធ្វើបាន You can do it